មួយមុខនេះមានលុយពិបាករត់ទៅញ៉ាំទេណានំប៉័ងខ្ទិះពុកម៉ែបងប្អូនរៀនធ្វើទាំងអស់គ្នាងាយទេហើយឆ្ងាញ់ណារូបមន្តប្រពន្ធខ្ញុំមែនតើនិយាយពីថារសជាតិដាក់នំប៉័ងអាំងថ្មីចលក់ជាមួយនឹងទឹកខ្ទិះហ្នឹងមកជាតិណា ឃ្លានំប៉័ងខ្ទិះយូរហើយពិបាករកទិញពេកអញ្ចឹងឯនេះមកធ្វើនំប៉័ងខ្ទិះញ៉ាំតោះមកតាមដានវិធីធ្វើទាំងអស់គ្នាចំពោះគ្រឿងផ្សំមានស្ករសទឹកដោះគោខាប់អំបិលម្សៅឆាខ្ទិះដើមខ្ទិះចុងស្លឹកខ្ទឹមស្លឹកតាយើងយកមកដាក់លាងសម្អាតឲ្យបានស្អាតអញ្ចឹងមកបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមមកហាន់ស្លឹកខ្ទឹមយើងយកតែផ្នែកស្លឹកទេហាន់ជាចំណិតតូចរួចខ្ញុំចាប់ផ្ដើមដាក់ម្សៅឆាលាយជាមួយទឹកលាយកូរវាអញ្ចឹងមកហើយតោះមកយើងទុកមួយឡែកសិនហើយឥឡូវខ្ញុំមកហាន់នំប៉័ងឲ្យហើយហាន់ជាប្រទះស្ដើងអញ្ចឹងមកដើម្បីងាយស្រួលក្នុងការញ៉ាំហើយបន្ទាប់មកទៀតយើងមកចាប់ផ្ដើមមើលពីវិធីធ្វើទឹកខ្ទិះរបស់យើងចំពោះខ្ទិះដើមខ្ញុំប្រើទាំងអស់7ខាំហើយខ្ទិះចុងខ្ញុំប្រើ1គីឡូស្ករសកន្លះកូនចានខ្ញុំដាក់កូរឲ្យរៀងរលាយតិចហើយចាប់ផ្ដើមថែមស្លឹកតយបន្ទាប់មកទៀតយើងថែមទឹកដោះគោខាប់កន្លះកូនចានអំបិលមួយចុងស្លាបព្រាឲ្យកូរចុះកូរឡើងឲ្យពុះហើយបងប្អូនអាចភ្លក់ទៅតាមចំណង់ចំណូលចិត្តចំពោះទឹកខ្ទិះរបស់ខ្ញុំអត់យកផ្អែមមុតពេកទេហើយបន្ទាប់មកយើងចាប់ផ្ដើមថែមទឹកម្សៅឆារបស់យើងថែមតែម្ដងកូរឲ្យយើងសាប់ចូលគ្នាទុកឲ្យពុះមកពុះពីពុះទៀតទឹកខ្ទិះរបស់យើងរួចរាល់ហើយចាំយើងថែមជាមួយនឹងស្លឹកខ្ទឹមឥឡូវទឹកខ្ទិះរបស់យើងរួចរាល់ហើយទុកឲ្យត្រជាក់តិចទៅនឹងឡើងខាប់ជាងហ្នឹងហើយខ្ញុំចាប់ផ្ដើមមកអាំងនំប៉័ងចំពោះនំប៉័ងខ្ញុំអាំង1នាទីកន្លះទាំងសងខាងណាឥឡូវរួចរាល់ហើយយើងយកនំប៉័ងរបស់យើងដាក់មកលើចានចេះមកហើយទឹកខ្ទិះរបស់យើងនៅពេលដែលត្រជាក់ចាប់ផ្ដើមខាប់នៅនេះអូតំណងណាស់រសជាតិទឹកខ្ទិះហ្នឹងដូចកាលពីខ្ញុំញ៉ាំនៅក្មេងៗអញ្ចឹងខ្ញុំនឹករសជាតិហ្នឹងណាស់តែពិបាករកទិញមែនតើអញ្ចឹងឥឡូវមកធ្វើញ៉ាំខ្លួនឯងម្ដងស្រោចនៅលើនំប៉័ងនិយាយពីថាដោយការនៅកូនក្មេងអញ្ចឹងណាឥឡូវនំប៉័ងរបស់យើងក៏រួចរាល់ទឹកខ្ទិះរបស់យើងក៏រួចរាល់ឥឡូវនំប៉័ងខ្ទិះរបស់យើងរួចរាល់ហើយនេះនំប៉័ងស្រួយជ្រលក់ជាមួយទឹកខ្ទិះនិយាយពីថាជាតិណាមើលតែមាត់មួយរបស់ខ្ញុំមិនដឹងឯអ្នកបងខ្ញុំមិននិយាយពីថាញ៉ាំអស់ពីបេះដូងតែឯងហើយចង់ឲ្យចំអិនមកវិញនៅថ្ងៃស្អែកខមមិននៅក្រោមវីដេអូបាយបាយ